បងប្អូនចង់ថានំប៉ាវាធ្វើឲ្យស្ករក្នុងជើងខ្ញុំឡើងអត់បងប្អូនតាមរយៈម៉ាស៊ីនតាមបានស្កររបស់ខ្ញុំណាបាទថ្ងៃនេះខ្ញុំធ្វើតែញ៉ាំនំប៉ាជូនបងប្អូនមើលតិចណាបាទចាំដល់អស់គ្នាបងប្អូន1ម៉ោងទៅ1ម៉ោងកន្លះក្រោយថាវាឡើងវាមិននំប៉ាជាអាហារដែលពោពេញទៅដោយម្សៅអញ្ចឹងណាបាទបើមិនសិនខ្ញុំញ៉ាំនំប៉ាតាមផ្លូវបាទមុនខ្ញុំញ៉ាំស្ករខ្ញុំ88ទេបងប្អូនបាទមិនគួរឲ្យជឿទេហ្មងបាទស្ករខ្ញុំមកឡើងរហូតដល់175បាទឡើងប៉ុណ្ណឹងវាធៀបមួយបាយវាអត់ខ្ពស់ប្រហែលទេក៏ប៉ុន្តែបងប្អូនគិតមើលណាការធ្លាក់ចុះរបស់វាគឺ2ម៉ោងអត់ទាន់ធ្លាក់ចុះទេបាទ2ម៉ោងកន្លះបាទវាធ្លាក់ចុះអញ្ចឹងណាបាទញ៉ាំបាន1ម៉ោងឡើងដល់153 2ម៉ោងនៅសល់171ឡើងអត់ទាន់អស់បាទតោះ3ម៉ោងបានដល់សល់126ហើយវាឡើងដល់កំពូលបាទ175ហ្នឹងគឺរយៈពេល91នាទីអញ្ចឹងមកថានំប៉ានេះមួយជាអាហារដែលពោពេញទៅដោយជាតិម្សៅវាធ្វើឲ្យស្ករឡើងយឺតមែនទែនទម្រាំដល់កំពូលវា91នាទីវា1ម៉ោងជាង1ម៉ោងកន្លះបងប្អូនបាទអូខេអញ្ចឹងបងប្អូនការទទួលទាននំប៉ាបងប្អូនត្រូវប្រយ័ត្នតិចណានិយាយរួមឲ្យតែអាហារដែលមានជាតិម្សៅខ្ញុំគិតថាវាឡើងទាំងអស់ហ្នឹងគាត់ថាធ្លាក់លឿនឬក៏យឺតហ្នឹងគឺជាអ្វីដែលបងប្អូនត្រូវគ្រប់គ្រងណាបាទដល់បន្តឲ្យធ្លាក់យឺតអញ្ចឹងទៀតមិនល្អប្រហែលទេសម្រាប់ខ្ញុំបើនៅតែទទួលទានអាហារណាដែលធ្វើឲ្យអាស្ករធ្លាក់យឺតក្នុងកំឡុងពេល2ម៉ោងក្រោយហ្នឹង2ម៉ោងក្រោយក្បួនគឺត្រូវនៅក្រោម140បងប្អូនបាទហើយខ្ញុំនៅ171ឡើយទេជាងមិនល្អប្រហែលទេបងប្អូនបាទចឹងស្គាល់បងប្អូនយល់ទៅជាមួយការទទួលទាននំប៉ាវាធ្វើឲ្យស្ករយើងឡើងប៉ុណ្ណាក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយស្ករក្នុងឈាមដូចខ្ញុំណាគឺហត់ទាំងអស់ដូចគ្នាទេបងប្អូនក៏មិនអាចយកស្ករខ្ញុំទៅប្រៀបធៀបជាមួយបងប្អូនបានដែរអរគុណច្រើន